សូមនមស្ការទុកព្រះអង្គហើយសូមចម្រើនពរដល់ញាតិញោមដែលជាពុទ្ធបរិស័ទចំណោះឲ្យជើងវត្តសវណ្ណគិរីហាប់នឹងកំពតព្រមទាំងញាតិញោមជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានក្នុងខេត្តនិងក្រៅខេត្តកំពង់ស្ពឺទាំងអស់មកជួយចូលរួមនៅក្នុងកម្មវិធីបុណ្យអង្គធនទានវត្តសវណ្ណគ្រាបនិងកំពតហើយសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទមកផងដែរនាបច្ចុប្បន្ននេះវត្តសវណ្ណគ្រាបនិងកំពតគឺមានប្រសង់ចំនួន55អង្គហើយញោមណា55អង្គណាហើយត្រៃញាតិញោមចូលរួមនេះត្រឹមបានតែ18ទេ18ចាំបើសិនញាតិញោមជាពុទ្ធបរិស័ទในការចូលរួមជ្រះថ្លាប្រគេននៅត្រៃច្បងជីវរចំពោះព្រះសង្ឃទៅចូលរួមជ្រះថ្លានិងអនុមោទនីអំពីបុណ្យអង្គធនទាននៅវត្តសវណ្ណគ្រាបនិងកំពតសង្កាត់ស្បាមនក្រុងស្បាមនខេត្តកំពង់ស្ពឺហើយកម្មវិធីបុណ្យនោះដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារនិងថ្ងៃពុធ14កើត15កើតខែកដិកឆ្នាំបញ្ញសប្តស័កពុទ្ធសករាជ2569ត្រឹមថ្ងៃទី4ទី5ខែវិច្ឆិកាគ្រិស្តសករាជ2025សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទហើយនាបច្ចុប្បន្នកាលនេះគឺជាអង្គធនទានជាការកឋិននៃការកសាងចឹងគឺការកសាងនៅវត្តសវណ្ណគ្រាបនិងកំពតនេះញាតិញោមក៏បានជ្រាបបានដឹងបានឮបានឃើញហើយដោយសារតែខ្វះសាលារៀនអញ្ចឹងការកសាងនៅសាលានេះគឺ17បន្ទប់ណាកសាងរាល់ថ្ងៃនេះគឺ17បន្ទប់អញ្ចឹងគឺសូមញាតិញោមជាពុទ្ធបរិស័ទបានជ្រាប17បន្ទប់នេះឥឡូវនេះជាងដំណើរការជារៀងរាល់ថ្ងៃទៅគឺបានបណ្ដុះអិតឡើងជាខឿនហើយឡើងជាខឿនចឹងទេសូមញាតិញោមជាពុទ្ធបរិស័ទในការចូលរួមជ្រះថ្លាពិធីបុណ្យអង្គធនទានវត្តសវណ្ណគិរីហាប់នឹងកំពតសង្កាត់ស្បាមនក្រុងស្បាមនខេត្តកំពង់ស្ពឺហើយសូមគេនឹងសូមជូនបុណ្យកុសលដល់ញាតិញោមជាពុទ្ធបរិស័ទទទួលពរទាំងឡាយ4ប្រការអាយុ1វណ្ណៈ2សុខៈ3ពលៈ4និងសម្បត្តិ3សម្បត្តិមនុស្ស1សម្បត្តិទេវតា1និងសម្បត្តិព្រះនិព្វាន1បដិជគុណញាតិញោមជាពុទ្ធបរិស័ទបណានៅពរណាបណាសម្បត្តិណាហើយក៏សូមឲ្យបានសម្រេចដូចជាទេវតាអនុមោទនី